បាទសួស្តីបងប្អូនជួបជាមួយខ្ញុំបាទសម្បត្តិចាគីទៀតហើយថ្ងៃនេះបាទខ្ញុំបានធ្វើដំណើរមកដល់ទឹកដីខេត្តមណ្ឌលគិរីដែលទីនេះគឺជាទឹកជ្រោះប៊ូស្រាបាទទឹកជ្រោះប៊ូស្រាដែលខ្ញុំធ្លាប់តែឮបទចម្រៀងដែលលោកស៊ិនស៊ីសមុទ្របានច្រៀងណាឥឡូវនេះខ្ញុំបានមាននិស្ស័យបានមកដល់ទឹកជ្រោះប៊ូស្រានេះបាទអញ្ចឹងសូមបាទសួស្តីបងប្អូនជួបជាមួយខ្ញុំបាទសម្បត្តិចាគីទៀតហើយថ្ងៃនេះបាទខ្ញុំបានធ្វើដំណើរមកដល់ទឹកដីខេត្តមណ្ឌលគិរីដែលទីនេះគឺជាទឹកជ្រោះប៊ូស្រាបាទទឹកជ្រោះប៊ូស្រាដែលខ្ញុំធ្លាប់តែឮបទចម្រៀងដែលលោកស៊ិនស៊ីសមុទ្របានច្រៀងណាឥឡូវនេះខ្ញុំបានមាននិស្ស័យបានមកដល់ទឹកជ្រោះប៊ូស្រានេះបាទអញ្ចឹងសូមបងប្អូនដែលបានកំពុងតែមើលវីដេអូនេះសូមអញ្ជើញទស្សនានៅវីដេអូដែលខ្ញុំបានផ្ដិតយកដើម្បីឲ្យបងប្អូនបានកំសាន្តឃើញទឹកជ្រោះនៅលើទឹកដីខេត្តមណ្ឌលគិរីនេះបាទឥឡូវនេះនៅខេត្តមណ្ឌលគិរីនេះគឺមានអាកាសធាតុល្អមែនទែនបាទនៅរដូវនេះគឺខែ11បាទខែវិច្ឆិកាណាបងប្អូនបាទអញ្ចឹងសូមអញ្ជើញមកតាមខ្ញុំដើម្បីបង្ហាញជូននៅវីដេអូអំពីទឹកជ្រោះប៊ូស្រានៅខេត្តរតនគិរីបាទសូមអញ្ជើញទស្សនាដូចតទៅបាទអរគុណខ្ញុំធ្លាប់តែស្ដាប់បទចម្រៀងដែលមានចំណងជើងថាទឹកជ្រោះប៊ូស្រាណាបងប្អូនបាទអូស្អាតណាស់ស្អាតមែនទែនបងប្អូនបាទ